ចានេះគឺក្នុង setting ដែលបងចង់ក្លាប់រូបដែលភ្ជាប់ទៅលើពីដានអីអញ្ចឹងអត់ដឹងក្លាប់រូបកន្លែងណាអញ្ចឹងចូល setting ទៀតហើយចូល projection setting អញ្ចឹងអូខេលើហ្នឹងមកខាងស្ដាំបន្ទាប់ពីមកខាងស្ដាំហើយនេះបើសិនជាបងចាប់នៅលើអញ្ចឹងលើអីអញ្ចឹងគឺយើងយកតាមនឹងមកនេះកញ្ញាត់ចាប់លើអញ្ចឹងគួរយកមកចាប់លើ ceiling គឺយកមកគឺគេដាក់ឲ្យយើងមើលអញ្ចឹងតែម្ដងអញ្ចឹងយើងងាយស្រួលក្នុងការចាប់និងងាយស្រួលក្នុងការចល័តដើម្បីចូល setting ហ្នឹងហើយមួយទៀតបើសិនជាបងចង់zoom នេះ zoom in zoom out យើងចុច OK លើ zoom ហ្នឹងមកបងឯងលើ tele បងឯងចុចមកក្រោមវា zoom ហើយចុចមកលើវិញគឺវាមក 100% ដើម្បីរីកវាវិញអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺ zoom បន្ទាប់ពី zoom ហើយនេះគឺ corner correction ហ្នឹងមានន័យថាបងចង់សេរីជ្រុងណាមួយដែលបងគិតថាវាអត់ទាន់ជ្រាបជ្រុងឲ្យបងទេអញ្ចឹងបងអូខេលើជ្រុងណាមួយមកដើម្បីសេរីជ្រាបជ្រុងវាអញ្ចឹងរាល់ការដូរទីតាំងគឺបងចុចនៅលើ tele ចុចយកកដាលអូខេមកគឺវានឹងដូរទីតាំងឲ្យបងហើយនេះនៅលើ tele អត់ដឹងចុចអូខេកន្លែងណានេះចុចនៅលើប៊ូតុងកដាលនេះចុចកដាលហ្នឹងមកអញ្ចឹងគឺវាអូខេហើយអញ្ចឹងចាំមើលខ្ញុំចុចអូខេអញ្ចឹងវាមកជ្រុងនេះអញ្ចឹងអូខេមួយទៀតឃើញហើយវាផ្លាប់ដូរជ្រុងអញ្ចឹងបងចង់ដូរជ្រុងណាគឺចុចលើជ្រុងហ្នឹងមកចាបន្ទាប់មកគឺអាកន្លែងនេះអីគឺវាអត់សូវសំខាន់ទេអញ្ចឹងបងអាចចុចរាវខ្លួនឯងបានអញ្ចឹងណាគ្រាន់ថាខ្លាចបងចុចទៅវាអាចនឹងមានហានិភ័យវា install មកវិញអញ្ចឹងវានឹងបាត់កម្មវិធីអីអញ្ចឹងមិនចាំតែចុចទេតែបើសិនជាបងឆ្លាតបងចង់ស្រាវជ្រាវបន្ថែមអីអញ្ចឹងបងអាចស្រាវជ្រាវបានកន្លែងនេះគឺខ្ញុំចូលកន្លែងហ្នឹងអញ្ចឹងបងអាចមើលទៀតបានអញ្ចឹងណាហើយឆ្ងល់អីអាចសួរបន្ថែមទៀតបានហើយកន្លែង general system setting ហ្នឹងវាអត់មានអីច្រើនទេគ្រាន់យើងចូលទៅយើងអាចសេរីសាយទំហំអក្សរហើយកន្លែងនេះគឺសេរី font លក្ខណៈថា language តែ language គឺអត់មានខ្មែរទេគឺមានតែអង់គ្លេសហើយនឹងភាសាគេផ្សេងគេអត់មានខ្មែរនៅក្នុងហ្នឹងទេអញ្ចឹងណាអញ្ចឹងបងចង់ដូរជាភាសាផ្សេងអីគឺចូលតាមហ្នឹងទៅអាចមើលតាមហ្នឹងបន្ថែមទៀតបាននេះដូរថ្ងៃដូរសាយដូរអីគឺទៅតាមហ្នឹងបងអាចមើលបន្ថែមទៀតបានពេលខ្លះខ្ញុំបញ្យល់អត់បានក្បោះក្បាយអញ្ចឹងណាបងអញ្ចឹងបងមើលនៅលើនេះទៅពេលខ្លះនៅក្នុងហ្នឹងក៏វាមានអាចមានសេរីពលឺសេរី color វាអីនៅហ្នឹងឲ្យវាសតុនគ្រាន់ថាភាគច្រើនគឺខ្ញុំយកស្តង់ដាខ្ញុំអត់កែអីច្រើនទេព្រោះយើងភាគច្រើនគឺយើងប្រើ standard ហ្នឹងហ្មងអត់ប្រើអីញញ៉ៃច្រើនទេ